តនណាខ្លះដូចខ្ញុំមួយយ៉ាងហ្នឹងគឺឃើញតែវីដេអូក្នុងផ្សារគិរីរម្យពេញហ្នឹងហ្មងឥឡូវធ្វើឲ្យខ្ញុំមានការជ្រួលជ្រើមជាខ្លាំងសម្រាប់ចិត្តថាទៅគិរីរម្យហើយទៅនេះមិនតែគេមកយប់អីណាគឺទៅវត្តល្ងាចហ្មងហើយដឹងស្រាប់ហើយថាទៅវត្តល្ងាចហ្នឹងវារៀងហត់តិចមែនប៉ុន្តែពេលទៅដល់ឃើញទស្សនភាពខៀវសង្ងាត់ចឹងហើយទៅដល់គឺបាត់ហត់ហ្មងឃើញតែមេឃបើថ្ងៃចឹងណាតិចថាក្តៅអត់ក្តៅទេនិយាយមែនអញ្ចឹងខ្ញុំចេញវីដេអូនេះដើម្បីឲ្យជ្រួលជ្រើមឲ្យអ្នកដែលគាត់ចង់ទៅក៏ទៅដែរទៅអត់ខុសទេស្អាតហើយត្រជាក់អត់ជិះឡើងគឺអត់ក្តៅទេពីឡើងរហូតដល់មកវិញគឺអត់ក្តៅទេសំខាន់ខ្ញុំនេះពេលទៅដល់សវាយអជាងគេជាងឯងទៀតសវាយអឡើងលែងឃ្លានបាយនិយាយទៅពេលទៅហ្នឹងគឺអត់ចង់ញ៉ាំបាយទេចង់ឲ្យថតរូបស្អាតពេកឃើញស្អាតអញ្ចឹងអ្នកដែលគាត់អត់សូវមានពេលអីគាត់អាចឡើងទៅវត្តល្ងាចបានប៉ុន្តែគ្រាន់តែរៀងហត់បន្តិចតែមិនអីទេបើយើងចង់ដើរលេងហើយណាមួយយើងទៅវត្តល្ងាចចឹងយើងចំណាយរៀងអន់តិចដែរវាមិនអស់ជាច្រើនម៉ានទេវាអត់ដូចយើងទៅគេងចឹងណាហើយវីដេអូនេះក៏ជាវីដេអូលើកទី1ដែលខ្ញុំចេញ voice over ដែរអញ្ចឹងលើកទី1ចឹងក៏ខ្ញុំមិនដឹងនិយាយពីអីទៅអីដែរចេះតែនិយាយទៅអញ្ចឹងយើងកុំទៅខ្វល់ច្រើនមើលវីដេអូតណោះមកគិរីរម្យម្ដងណាក៏ដែរភ្លេចទិញកម្រងផ្កាដែរពាក់ថតរូបលេងអញ្ចឹងទៅហើយជំនាញថតរូបហ្នឹងគឺខ្ញុំហើយទៅដល់ណាគឺថតហ្នឹងហ្មងថតអត់ចេះហត់ប៉ុន្តែបើថារឿងថតវិញថត100ប៉ោះផុស 4-5 ប៉ោះអីហ្នឹងអស់ហើយចាមើលតអ្នកទៅដឹងហើយសប្បាយអប៉ុណ្ណានិយាយទៅបើថាឃើញចឹងអីសប្បាយអហ្មងហើយវីដេអូនេះឡើងទៅដល់លើកំពូលភ្នំឯណាទៅដល់គ្រប់ប្លង់ថតរូបស្អាតហ្មងអ្នកដែលគាត់ចូលចិត្តថតរូបដូចខ្ញុំអញ្ចឹងទៅដល់ខ្វះករឿងថតហ្មងនិយាយទៅតាំងពីដើមវីដេអូរហូតដល់ឥឡូវគឺនៅតែសោយសប្បាយអជាមួយនឹងធម្មជាតិហ្មងអញ្ចឹងវីដេអូនឹងអត់ដឹងនិយាយអីតទៀតទេគឺអស់ហើយក៏ចង់ប្រាប់ថាអ្នកដែលគាត់ចង់ទៅគាត់ជួជ្រើមដូចខ្ញុំដែរគាត់គួរតែទៅដោយសារទៅស្អាតដូចដែលយើងឃើញនៅក្នុងវីដេអូដែលគេផុសចឹងណាអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេដោយសារទៅចេញ voice over លើកដំបូងរៀងរ៉ាក់បន្តិចឯងចេញលើកដំបូងចឹងអត់សូវលះហើយចឹងអាចនឹងវីដេអូក្រោយអាចនឹងលះជាងនឹងជួបគ្នានៅវីដេអូក្រោយបាយបាយ